តើបើកហាងកញ្ចក់ជួបបញ្ហាអ្វីខ្លះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់ពីវីដេអូមុនដែលនាងខ្ញុំបកស្រាយពីផលវិជ្ជមានក្នុងការបើកហាងកញ្ចក់ប៉ុន្តែសម្រាប់ថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនថាការបើកហាងកញ្ចក់មានផលលំបាកអ្វីខ្លះហើយផ្ដោតសំខាន់តែម្ដងគឺនៅសហរដ្ឋអាមេរិកទី1គឺស្ថិតទៅលើការចំណាយដើមទុនដោយដែលពុកម៉ែបងប្អូនបានដឹងហើយការចំណាយទៅលើហាងកញ្ចក់គឺយើងចំណាយច្រើនខ្លាំងបំផុតទៅលើការដេកនិងការទិញសម្ភារៈដូចជាតុកៅអីនិងកៅអីធ្វើជើងពីព្រោះនៅសហរដ្ឋអាមេរិករាល់ហាងកញ្ចក់ទាំងអស់គឺតម្រូវឲ្យមានជាមួយនឹងកៅអី pedicure massage ដែលជាភាពងាយស្រួលសម្រាប់អតិថិជនគាត់មកធ្វើការជើងផង massage ខ្លួនផងហើយសម្រាប់តម្លៃទៅលើការបើកហាងគឺអាស្រ័យទៅលើទំហំនិងទីតាំងដែលពុកម៉ែបងប្អូនចង់ប៉ុន្តែសម្រាប់ហាងកញ្ចក់នៅសហរដ្ឋអាមេរិកតូចបំផុតគឺយើងចាប់ផ្ដើមពី5កៅអីឡើងទៅអញ្ចឹងបើសិនជានាងខ្ញុំនិយាយអំពីតម្លៃពី5កៅអីឡើងទៅបើសម្រាប់ទីតាំងធម្មតាបើសិនជាយើង build up ថ្មីយើងអាចចំណាយដើមទុនចន្លោះពី$80000ទៅ$90000ហើយសម្រាប់ហាងធំចន្លោះពី10ទៅ15កៅអីចំណាយយ៉ាងទាបបំផុតក៏$20000ទៅ$25000ហើយនេះគឺអានេះជាតម្លៃដែលនាងខ្ញុំស្មានទៅលើរដ្ឋដែលនាងខ្ញុំរស់នៅថ្លៃរត់ឯកសារនៅថ្លៃការទិញ insurance និយាយទៅគឺចំណាយច្រើនទៅលើការបើកហាងលើកទី1ទី2គឺផ្ដោតទៅលើសុខភាពពុកម៉ែបងប្អូនដឹងហើយថាថ្នាំកញ្ចក់ក៏ដូចជាប្រភេទ acrylic ម្សៅ beer gel ឬក៏សម្ភារៈផ្សេងៗដែលតាក់ទងទៅនឹងកញ្ចក់គឺសុទ្ធតែសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពហើយបញ្ហាចម្បងនោះគឺទៅលើអ្នកដែលធ្វើកញ្ចក់នោះឯងដែលគាត់ធ្វើការហិតនិងក្លិនជារៀងរាល់ថ្ងៃនៅពេលដែលគាត់នេះជាហេតុផលដែលធ្វើឲ្យ nail tech មួយចំនួនគាត់មានអារម្មណ៍ថាឈឺក្បាលជាប្រចាំហើយស្បែករបស់គាត់មានអារម្មណ៍ថាអត់ស្អាតទេដោយសារស្បែកខ្លះគឺមានការប្រតិកម្មទី3តាក់ទងទៅនឹង nail tech ឬក៏បុគ្គលិកដែលគាត់ធ្វើការរួមជាមួយមិនថាហាងកញ្ចក់មួយណាគឺតម្រូវឲ្យមានចាជាងកញ្ចក់ចាប់ពី3ទៅ5នាក់ឡើងទៅនិយាយជារួមកាន់តែច្រើនគឺកាន់តែល្អពីព្រោះនៅពេលដែលអតិថិជនគាត់ធ្វើការមកជាវជាមួយនឹងសេវាកម្មយើងគឺគាត់មិនមានការរងចាំនៅពេលដែលយើងមានជាងកញ្ចក់កាន់តែច្រើនគឺយើងទទួលបានជាមួយនឹងលុយចំណេញកាន់តែច្រើនដូចគ្នាប៉ុន្តែអ្វីដែលយើងរំពឹងទុកវាមិនមែនជាភាពងាយស្រួលនោះទេការដែលយើងជ្រើសរើសជាមួយជាងកញ្ចក់នីមួយៗមកធ្វើជាមួយយើងគប្បីយើងទទួលបានជាមួយនឹងជាងកញ្ចក់ដែលមានជំនាញច្បាស់លាស់រុះរាយនិងអត់ធ្មត់ជាមួយនឹងហើយជាងកញ្ចក់តាមកន្លែងក៏ដូចជាតំបន់នីមួយៗបើសិនជាគាត់ស្រឡាញ់យើងគាត់អាចនៅជាមួយយើងយូរតែបើសិនជាគាត់មិនស្រឡាញ់យើងទេគាត់អាចធ្វើការផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយបើយើងនិយាយអាក្រក់ស្ដាប់គឺគាត់ក្លុកយើងហ្មងអញ្ចឹងនៅពេលដែលអត់មានអវត្តមានគាត់គឺយើងពិបាកក្នុងការរកជាមួយនឹងជាងកញ្ចក់ថ្មីមកដាក់ដូចនេះធ្វើឲ្យអតិថិជនដែលគាត់មកជាសេវាកម្មយើងពេលខ្លះគាត់ទទួលការរងចាំយូរហើយជាពិសេសយើងអត់មានជាងក្នុងការធ្វើជូនគាត់ដូចនេះសរសៃឈាមរបស់ហាងកញ្ចក់គឺជាងកញ្ចក់នេះឯងបើគ្មានពួកគាត់យើងក៏អាចដំណើរការជាមួយនឹងហាងកញ្ចក់យើងឲ្យបានរលូនដែរចំណុចទី4ផ្ដោតទៅលើសេដ្ឋកិច្ចបងប្អូនដឹងស្រាប់ហើយមិនថាប្រទេសណាមួយទេបើសិនជាសេដ្ឋកិច្ចមានបញ្ហានោះសម្រាប់អាជីវកម្មឬក៏អាជីវករមួយគឺគាត់មានបញ្ហានិងមានការព្រួយបារម្ភដូចគ្នាដែរបើសិនជាមានបញ្ហាណាមួយកើតឡើងក្នុងបញ្ហាសេដ្ឋកិច្ចនោះហាងកញ្ចក់អាចរងគ្រោះថ្នាក់ក្នុងការខ្សែធនឬគឺធ្វើការបិទបានដែរក្រោមមូលហេតុអតិថិជនមួយចំនួននៅពេលដែលគាត់អត់មានលុយគឺគាត់ត្រូវការចំណាយទៅលើការហូបចុកការជួលផ្ទះនិងការចំណាយអ្វីដែលជាចម្បងសិនដូចនេះសម្រាប់ការធ្វើកញ្ចក់មិនមែនជាជំរើសទី1ដែលគាត់ត្រូវការក្នុងការចំណាយនោះទេទាំងនេះគឺជាចំណុចតូចៗដែលនាងខ្ញុំលើកឡើងសម្រាប់ជាគំនិតមួយជូនទៅដល់ពុកម៉ែបងប្អូនដែលគាត់មានបំណងក្នុងការបើកហាងកញ្ចក់នៅសហរដ្ឋអាមេរិកហើយបើសួរថាតើការបើកហាងកញ្ចក់ជាក្តីសម័យរបស់នាងខ្ញុំទេចាគឺជាក្តីសម័យមួយក្នុងក្តីសម័យ100ដែលនាងខ្ញុំគិតនិយាយជារួមទៅគឺខ្ញុំស្រឡាញ់នៅពេលដែលយើងចាប់ផ្ដើមជាមួយនឹងជំនាញមួយនេះប៉ុន្តែមិនមែនជាការងារធំដែលខ្ញុំត្រូវសម្រេចនៅក្នុងក្តីសម័យរបស់ខ្ញុំនោះទេខ្ញុំសង្ឃឹមថាខ្ញុំនឹងសម្រេចក្តីសម័យក្នុងការបើកក្រុមហ៊ុនធំមួយនៅក្នុងថ្ងៃអនាគតតែសូមលាក់សិនអរគុណសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំហើយនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាការនិយាយស្ដីរបស់នាងខ្ញុំមានកំហុសឆ្គងក្នុងប្រការណាមួយអរគុណសូមជម្រាបលា